កើត account យើងសម្រាប់ trade ដែលជា account សិក្សាណាហើយហៅថា account demo ហ្នឹងអូខេជាដំបូងបងត្រូវមាន app មួយដែលមានឈ្មោះថា Meta TradeFi នៅពេលដែលបងអត់តន់មានដូចខ្ញុំអញ្ចឹងបងចូលទៅ download នៅក្នុង App Store ឬ Play Store មកខ្ញុំមាននេះខ្ញុំចុចចូល app ហ្នឹងអូខេតើបងចុចចូលហើយបងកលេចមកមើលកន្លែង function នៅក្រោមនេះបងយកពាក្យ setting នេះចុចពីលើ setting ហ្នឹងមួយនឹងឃើញតម្រងបែបហ្នឹងអូខេហើយបងប្អូនយកកន្លែង new account នេះហ្នឹងហើយកន្លែងនៅបងហ្នឹងយកវាមកហើយ select លើពាក្យលើនេះអូខេបន្តមកទៀតបងប្អូននឹងឃើញពាក្យថា demo account ណាតោះឥឡូវបងប្អូននឹងពេញកន្លែងនេះបងប្អូននឹងពេញឈ្មោះបងប្អូនមកឈ្មោះអីឈ្មោះទៅហ្នឹងហើយកន្លែងនេះថ្ងៃខែឆ្នាំកំណើតបងប្អូនចង់ដាក់អីក៏បានដែរកន្លែងពីរហ្នឹងដាក់ឈ្មោះអីដាក់ហើយថ្ងៃខែកំណើតកើតថ្ងៃណាកើតទៅអូខេសំខាន់គឺលេខទូរស័ព្ទត្រូវដាក់លេខទូរស័ព្ទរបស់បងប្អូនកំពុងតែប្រើជាមួយនឹង Gmail ត្រូវដាក់ Gmail របស់បងប្អូនកំពុងតែប្រើអូខេបន្តមកទៀតអាឡែង2ឡែង3នេះឡែងមួយនេះយើងអត់ប៉ះពាល់អីវាទេតែបងប្អូនមើលឡែងleverage នេះគឺបងប្អូន select លើវាមួយយកអាណាធំជាងគេនេះធំជាងគេ1 លើ 500 នេះអូខេបងប្អូន select លើវាមួយមកបន្តមកទៀតឡែង deposit បងប្អូនចុចពីលើពាក្យ deposit ឡែងហ្នឹងកន្លែងយើងជ្រើសរើសលុយណាអូខេឥឡូវខ្ញុំជ្រើស$3,000អូខេហ្នឹងហើយបន្តមកទៀតបងប្អូនចុចកន្លែងនេះសម្រាប់យើងបើកមកនឹងឃើញពាក្យមួយចុច select លើវាឃើញពាក្យ start អូខេបងប្អូនចាំបន្តិចឥឡូវយើងបង្កើតបាន account មួយដែលយើងសម្រាប់សិក្សាណានេះហើយលុយដែលយើងដាក់មិញគឺ$3,000ជាងហ្នឹងហើយសម្រាប់បងប្អូនដែលចង់ឲ្យខ្ញុំធ្វើវីដេអូពីរបៀបលេងខមមិនពាក្យថាអូខេខាងក្រោមមកវាមួយមកបន្តមកទៀតឡែង deposit បងប្អូនចុចពីលើពាក្យ deposit ឡែងហ្នឹងកន្លែងយើងជ្រើសរើសលុយណាអូខេឥឡូវខ្ញុំជ្រើស$3,000អូខេហ្នឹងហើយបន្តមកទៀតបងប្អូនចុចកន្លែងនេះសម្រាប់យើងបើកមកនឹងឃើញពាក្យមួយចុច select លើវាឃើញពាក្យ start អូខេបងប្អូនចាំបន្តិចឥឡូវយើងបង្កើតបាន account មួយដែលយើងសម្រាប់សិក្សាណានេះហើយលុយដែលយើងដាក់មិញគឺ$3,000ជាងហ្នឹងហើយសម្រាប់បងប្អូនដែលចង់ឲ្យខ្ញុំធ្វើវីដេអូពីរបៀបលេងខមមិនពាក្យថាអូខេខាងក្រោមមកអូខេហ្នឹងហើយបន្តមកទៀតបងប្អូនចុចកន្លែងនេះសម្រាប់យើងបើកមកនឹងឃើញពាក្យមួយចុច select លើវាឃើញពាក្យ start អូខេបងប្អូនចាំបន្តិចឥឡូវយើងបង្កើតបាន account មួយដែលយើងសម្រាប់សិក្សាណានេះហើយលុយដែលយើងដាក់មិញគឺ$3,000ជាងហ្នឹងហើយសម្រាប់បងប្អូនដែលចង់ឲ្យខ្ញុំធ្វើវីដេអូពីរបៀបលេងខមមិនពាក្យថាអូខេខាងក្រោមមក